ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអានេះហើយមូលហេតុឯងចង់បានដីខ្មែរឥឡូវហ្នឹងឲ្យឯងស្គាល់រសជាតិថាអាពូជចៅថៃវាចង្រៃស៊ូពូជវាចង្រៃស៊ូពូជចង្រៃយ៉ាងម៉េចនៅពេលមុននេះអ្នកទេសចរចំនួន97នាក់ស្ថិតក្នុងភាពស្រឡាំងកាំងបន្ទាប់ពីត្រូវបានរលកបោកបក់ហើយអណ្ដែតនៅក្នុងសមុទ្រទូកកលិចនៅម៉ោងប្រមាណ11ព្រឹកថ្ងៃទី20វិច្ឆិកា2025ការិយាល័យមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្ររបស់ថៃនៅក្នុងទឹកដីខេត្តត្រាតបានទទួលសម្ដៅសុំជំនួយពីអ្នកស្រីវីប៉ាបាទដោយមិនបញ្ចេញនាមត្រកូលទេដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយដោយបញ្ជាក់ថាទូកដឹកអ្នកដំណើររបស់ក្រុមហ៊ុនបានចេញដំណើរពីកំពង់ផែអូសាឡាតឃុំកោះគួតស្រុកកោះគួតខេត្តត្រាតបាទនិយាយឲ្យស្រួលទៅគឺកោះគុជណាគេហៅកោះគួតកោះគុតឬក៏កោះគុជណានៅថ្ងៃទី10បាទសំទោសនៅម៉ោង10:45នាទីព្រឹកពោះទៅកាន់កំពង់ផែឡំសុកបាទកណ្ដាលរលកនិងខ្យល់បក់ខ្លាំងដែលដឹកអ្នកទេសចរថៃនិងបរទេសប្រហែល30នាទីបន្ទាប់ពីចេញដំណើរពេលទៅដល់តំបន់បាទកោះក្រដាតគេបានរកឃើញថារលកនិងខ្យល់បក់ខ្លាំងតាមបណ្ដោយបាទផ្លូវបានបណ្ដាលឲ្យសម្បកបាទទូកបែកមានន័យថាបុកគ្នាតែម្ដងបាទខ្យល់ខ្លាំងពេកទៅធ្វើឲ្យទូកនោះបុកគ្នាបែកបាទទូកទឹកចូលដែលនាំឲ្យទឹកលិចបាទកាប៊ីនអ្នកដំណើរប្រធានទូកបានទូរស័ព្ទរាយការណ៍ពីហេតុការណ៍និងបាទកូអរដនេរបស់ពួកគេដោយស្នើសុំជំនួយទៅកាន់យោធាបានថៃបន្ទាន់វីដេអូឃ្លីបដែលបានចេញផ្សាយពីពេលវេលាជួយសង្គ្រោះទូកអ្នកដឹកដំណើរបាទអ្នកដំណើរដឹកអ្នកដំណើរដែលមានសម្បកទូកបែកមានន័យថាដែលមានទូកបែកបាក់នៅកណ្ដាលសមុទ្រអ្នកទេសចរចំនួន97នាក់បាទស្ថិតក្នុងភាពស្រឡាំងកាំងលោកអនុស្រីឯកណាវិនស៊ីឡាប៉ាវិតយ៉ាខុនមន្ត្រីប្រតិបត្តិការនៃមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្រខេត្តត្រាតបានបង្ហាញថាពេលទទួលបានរបាយការណ៍នេះការសម្របសម្រួលត្រូវបានធ្វើឡើងជាមួយនាយកដ្ឋានកំពង់ផែត្រាតនិងអនុសេនាធំកងទ័ពជើងទឹកទី1ដើម្បីស្នើសុំជំនួយឲ្យទូកល្បាត T114 ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុបន្ទាន់បច្ចុប្បន្ននេះអ្នកទេសចរចំនួន20នាក់ត្រូវបាននាំយកមកច្រាំងដែលជោគជ័យនៅកំពង់ផែទូកលបឿនលឿនចន្លងទីឃុំអាវយ៉ៃស្រុកមឿងត្រាតអ្នកទេសចរមួយចំនួនបានរងរបួសស្រាលនិងបានទទួលជំនួយសង្គ្រោះបឋមពីអង្គភាពវិទ្យាសាស្ត្រអាហ្នឹងវាមិនបាទអាហ្នឹងវាមិនឯងជិះទូកកណ្ដាលសមុទ្រទេឯងនឹងបុកគ្នាទៀតអាហ្នឹងវាចង្រៃកុំដងគ្នាទៅលេងអាស្រុកថៃដែលកុំដងគ្នាទៅលេងយកពុកម៉ែបងប្អូនអានេះវាចង្រៃបើទូកតាកណ្ដាលសមុទ្រវាបុកគ្នាដែរយើងគិតតែប៉ុណ្ណេះអាហ្នឹងលើសពីផ្ទះដៃ3ដងតែគាត់ថាអាណិតភ្ញៀវទេសចរបើអន្តរជាតិនោះគ្មានដឹងខ្យល់អីទេគ្នានោះអត់មានដឹងខ្យល់ដឹងមោងដឹងម៉ាងអីទេណាទៅគេឯងទៅលទ្ធផលឯងទៅលេងកោះគុជឯងទៅលេងកោះគុតអានោះកាលពីមុនដីខ្មែរណែអញ្ចឹងអារឿងបញ្ហាជាមួយថៃនេះច្រើនណាស់ពុកម៉ែបងប្អូនមិនមែនរឿងតូចតាចទេដូចខ្ញុំនិយាយចឹងអានេះវាបំពេញខ្មែរយើងច្រើនមែនតើវាបំពេញខ្មែរយើងច្រើនមែនតើវាយកដីយើង37ខេត្តសូមជម្រាបណាយកដីយើងច្រើនណាស់37ខេត្តជុំវិញយើងគេយកដីយើងទាំងអស់គាត់ថាវារឿងពីមុនពីអតីតកាលតែបើយើងនិយាយអំពីប្រវត្តិសាស្ត្រគឺយកទាំងអស់ឡាវក៏យកយូនក៏យកថៃក៏យកទាំងអស់អញ្ចឹងយើងត្រូវតែខ្លាំងកូនយើងចំនួនក្រោយត្រូវតែឲ្យរៀនសូត្របានជ្រៅជ្រះដរាបណាប្រជាពលរដ្ឋយើងមានគេហៅថាចំណេះជំនាញណាមានចំណេះដឹងខ្ពស់ពេលនោះហើយយើងជួយជាតិដោយឯងប្រជាពលរដ្ឋពោពេញទៅដោយចំណេះដឹងពេលនោះហើយប្រទេសយើងនឹងក្លាយទៅជាប្រទេសជឿនលឿនសូមជម្រាបណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះវាចង្រៃវាជិះទូកបុកគ្នាកណ្ដាលសមុទ្របាទប៊ីនឹងងាប់ភ្ញៀវទេសចរអស់97នាក់ទៅទៀត
អាហ្នឹងរឿងអាសាថៃជាចុងក្រោយបាទសូមជម្រាបលាបាទ